ធនាគារជាតិកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនទាន់ទទួលបានការទូទាត់សងប្រាក់ពីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hoi One Pay មកកាន់ធនាគារជាតិអគារសែនសុខដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី19ខែធ្នូឆ្នាំ2025នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាដែលបានចុះផ្សាយនៅថ្ងៃទី5ខែធ្នូការអំពាវនាវនេះធ្វើឡើងក្រោយធនាគារជាតិបានសង្កេតឃើញថាមានការតវ៉ាពីសាធារណជនមួយចំនួនតាមបណ្ដាញសង្គមដែលបានអះអាងថាពួកគេជាម្ចាស់បំណុលដែលមិនទាន់ទទួលបានការទូទាត់នៅឡើយពីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hoi One Pay សេចក្តីប្រកាសដដែលបានបញ្ជាក់ថាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hoi One Pay ត្រូវបានដកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការតាំងពីខែកញ្ញាឆ្នាំ2024និងត្រូវបានជំរះបញ្ជីដោយក្រុមហ៊ុន Rich and Partner ចប់ជាស្ថាពរតាមនីតិវិធីច្បាប់កាលពីខែមិថុនាឆ្នាំ2025ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាក៏បានក្រើនរំលឹកដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្ននិងជៀសវាងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យកម្មគ្រីបតូដែលនៅកម្ពុជាមិនទាន់មានការផ្ដល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។